គុំពុកម៉ែបងប្អូនមកកាន់ព័ត៌មាននៅថ្ងៃទី21នេះជាបន្តបាទកងទ័ពថៃក៏យោធារបស់ថៃបាននៅតែបន្តឈ្លានពាននៅលើទឹកដីរបស់ខ្មែរហើយបាននិយាយថាលុះត្រាតែកម្ពុជាទទួលយកលក្ខខណ្ឌទាំង3នេះបាទទើបមានការបាទឈប់បាញ់លោកបាទចាក់ក្រិតធម្មវិជ័យអ្នកនាំពាក្យនៃបាទកងទ័ពអាកាសភូមិន្ទថៃកាលពីថ្ងៃទី20ខែធ្នូបានរៀបរាប់ពីបាទស្ថានភាពយោធាថៃកម្ពុជាដែលគូសបញ្ជាអំពីការបន្តធ្វើបាទប្រតិបត្តិការយោធាប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសកម្ពុជាហើយក៏បានអះអាងថាកម្ពុជាត្រូវតែទទួលយកលក្ខខណ្ឌចម្បងចំនួន3ទើបអាចសម្រេចបាននៅបទឈប់បាញ់និងការចរចារកសន្តិភាពរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃពុកម៉ែបងប្អូនទាំងអស់គ្នាបាទចង់ដឹងថា3យ៉ាងដែលថៃបាទដាក់នោះគឺមានអ្វីខ្លះបងប្អូនទាំងអស់គ្នាចាំស្ដាប់ទាំងអស់គ្នាបាទលោកចក្រេតបានបញ្ជាក់ថាភាគីថៃក៏បានបន្តបាញ់ប្រហារទៅលើទីតាំងដូចជាកាស៊ីណូចាស់មួយកន្លែងដោយអះអាងថាជាទីបញ្ជាការដ្ឋានរបស់កងទ័ពកម្ពុជាដូច្នេះហើយទើបធ្វើឲ្យបាទថៃបានបាញ់វាយប្រហារមកលើបាទទីតាំងនោះភាគីថៃបានច្រានចោលការចោទប្រកាន់ដែលថាខ្លួនបានវាយប្រហារលើគោលដៅស៊ីវិលដូចជាសាលារៀនផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដោយអះអាងថាព័ត៌មានទាំងនោះគឺជាព័ត៌មានមិនពិតនោះទេបងប្អូនព័ត៌មានដែលថាខ្មែរយើងថាថៃបាញ់មកដូចជាសាលារៀនផ្លូវថ្នល់ស្ពានអីហ្នឹងគឺថៃបានអះអាងហើយថាវាមិនមែនគឺជាព័ត៌មានបាទពិតនោះទេបងប្អូនអរគ្នាលើសពីនេះទៅទៀតកងទ័ពអាកាសបានទម្លាក់គ្រាប់បែកដោយផ្ដាច់នៅស្ពានអូជីកក្នុងខេត្តឧត្តរមានជ័យដែលជាស្ពានតបជាប់ពីខេត្តបាទសៀមរាបទៅខេត្តឧត្តរមានជ័យបាទទៅកាន់តំបន់ជួរមុខភ្នំដងរែកប្រាសាទតាក្របីក្នុងគោលបំណងផ្ដាច់បាទផ្លូវបាទដើម្បីផ្គត់ផ្គង់ស្បៀងជាមួយនឹងការបាទចល័តទ័ពរបស់កម្ពុជាដែលស្ពានអូជីកត្រូវបានរាយការណ៍ថាមានការខូចខាតយ៉ាងដំណំដែលអាចឲ្យត្រឹមតែអ្នកដែលថ្មើរជើងឬក៏ម៉ូតូកង់ឆ្លងកាត់បានត្រឹមតែប៉ុណ្ណេះខណៈដែលកងទ័ពថៃកំពុងតាមដានយ៉ាងយកបាទចិត្តទុកដាក់និងត្រៀមវាយប្រហារម្ដងទៀតប្រសិនបើមានការព្យាយាមប្រើប្រាស់ស្ពាននេះក្នុងគោលបំណងរបស់យោធាលោកបាទចក្រេតបានថ្លែងយ៉ាងក៏ក្លឿនថាការវាយប្រហារនេះត្រូវបានចាត់ទុកថាបានជោគជ័យប្រសិនបើកម្ពុជាព្យាយាមប្រើប្រាស់ស្ពាននេះសម្រាប់ការដឹកជញ្ជូនស្បៀងយើងនឹងបើកការវាយប្រហារម្ដងទៀតយើងបានប្រមានពួកគេរួចហើយឲ្យបញ្ឈប់ការបញ្ជូនគ្រឿងផ្គត់ផ្គង់ទៅកាន់កងទ័ពជួរមុខលើសពីនេះលោកចក្រេតបានបញ្ជាក់យ៉ាងដាច់អហង្ការថាថៃនឹងមិនបាទបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនឡើយប្រសិនបើកម្ពុជាមិនព្រមទទួលយកលក្ខខណ្ឌចំនួន3នេះសម្រាប់ការចរចាសន្តិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាលរបស់ថៃលោកក៏បានបន្ថែមទៀតថានេះគឺដោយសារតែប្រមានចំទៅកាន់ថ្នាក់ដឹកនាំកម្ពុជាឲ្យបញ្ឈប់ការបញ្ជូនទ័ពជាមួយនឹងបាសភាសឹកទៅកាន់តំបន់ជួបមុខជាបន្ទាន់បងប្អូនទាំងអស់គ្នាបានលើហើយគឺថៃបានគម្រោងនឹងវាយប្រហារម្ដងទៀតបើសិនជាបាទកងទ័ពឬក៏បាទយោធារបស់កម្ពុជាប្រើប្រាស់នៅស្ពានអូជីកបាទដើម្បីបាទដឹកស្បៀងក៏ដូចជាបាទអាវុធគ្រប់ប្រភេទដើម្បីទៅសមរភូមិជួរមុខនោះគឺថៃនឹងបាទចង់មានគម្រោងផ្ដាច់ស្ពាននោះតតែម្ដងបងប្អូនអរគ្នាហើយមកដល់នៅវេលាម៉ោង1អំបញ្ញមិញនេះបាទក្រសួងការពារជាតិរបស់កម្ពុជាក៏បានធ្វើការបង្ហោះដោយពាក់ព័ន្ធទៅនឹងបាទយោធាថៃបានប្រើប្រាស់នៅយន្តហោះចម្បាំងដោយបាទទម្លាក់គ្រាប់ចំនួន2គ្រាប់ដោយចូលទៅក្នុងភូមិសាស្ត្រឃុំបាទ
ផ្ដាំស្រុកស្វាយជ័យក្នុងខេត្តបន្ទាយមានជ័យទៀតហើយពុកម៉ែបងប្អូនដោយប្រើជាមួយនឹងយន្តហោះចម្បាំង F16 បាទកងកម្លាំងរបស់កម្ពុជាបាននឹងបានបន្តតាមដានយកចិត្តទុកដាក់ជាទីបំផុតនិងឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនៅនឹងកន្លែងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយនឹងពួកចៅឈ្លានពានសៀមនិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបរណភាពទឹកដីរបស់កម្ពុជាហើយនឹងសេចក្តីថ្លៃថ្នូរយើងនឹងបាទដោយអងអាចក្លាហានដោយមិនងាករេដាច់ខាតទោះបីជានៅក្នុងតម្លៃណាក៏ដោយបងប្អូនព័ត៌មាននេះគឺបាទក្រសួងការពារជាតិទើបតែបាទបង្ហោះនៅមុននេះវាជា1ម៉ោងទេពុកម៉ែបងប្អូនដោយយោធាថៃបានប្រាស់នៅបាទចន្ទហោះចម្បាំងលើអាកាសរបស់ខ្លួនបានទម្លាក់ពីគ្រាប់ទៀតហើយបាននៅក្នុងខេត្តឧត្តរមានជ័យហើយថៃប្រហែលថ្ងៃនេះបងប្អូនអ្នកគ្នាមិនដឹងថាប្រើជាមួយនឹងបាទតបរបស់ខ្លួនជាមួយនឹងបាទយន្តហោះចម្បាំងជាមួយយុទ្ធក្រោះច្រើនប៉ុណ្ណាទេដើម្បីបានលុកលុយនឹងលៀនពៀនបាទចង់យកទឹកដីកម្ពុជាបាទទាំងមូលឬក៏យ៉ាងណាពុកម៉ែបងប្អូននៅថ្ងៃទី20កាលពីម្សិលមិញគឺបាទចង់ផ្ដាច់ស្ពានបាទឆ្លងពីខេត្តសៀមរាបទៅខេត្តឧត្តរមានជ័យដែលគឺជាស្ពានដែលសម្រាប់ដឹកបាទស្បៀងសម្រាប់ដឹកបាទសទ្ធាវុធផ្សេងដែលថៃបានចោទមកលើកម្ពុជាបាទកម្ពុជាបាទមិនឈប់នោះទេគឺបាទគេកម្រងនឹងបាទវាយផ្ដាច់ស្ពាននេះហើយពុកម៉ែបងប្អូនអ្នកគ្នាយើងមិនដឹងថាថៃនៅតែបង្កទៀតឬក៏យ៉ាងណាទេហើយអ្វីដែលបាទលោកបាទចាក់ក្រេនបាននិយាយនោះគឺថាការវាយប្រហារនេះគឺត្រូវបានចាត់ទុកជាការជោគជ័យរបស់បាទប្រទេសរបស់ខ្លួនហើយប្រសិនបើកម្ពុជានឹងព្យាយាមប្រើស្ពាននេះទៀតបាទគឺគេនឹងផ្ដាច់ហើយគេថាគេនឹងផ្ដាច់ថាស្ពាននោះគឺមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាគឺសម្រាប់ដឹកជញ្ជូនស្ពានជាមួយនឹងការបើការវាយប្រហារបាទតបទល់ទៅនឹងបាទពួកឈ្លានពានបាទរបស់សៀមផងដែរពុកម៉ែបងប្អូនទាំងអស់គ្នាអ្វីដែលយើងកំពុងតែរងចាំនោះគឺយើងរងចាំនៅថ្ងៃស្អែកគឺនៅថ្ងៃទី20ខែធ្នូបាទនៅឆ្នាំ2025នេះគឺមានការបើកការប្រជុំពិសេសមួយរវាងប្រទេសដូចជាសហរដ្ឋអាមេរិកជាមួយនឹងចិនបាទមេធំនៅតំបន់បាទនៅជុំវិញនៅពិភពលោកនេះហើយបងប្អូនគ្នាបាទមេធំអាមេរិកជាមួយនឹងចិនបាទគឺប្រជុំនៅទីក្រុងកូឡាឡាំពួរនៅក្នុងប្រទេសម៉ាឡេស៊ីបាទចាំមើលថាថៃវានៅបាទបន្តបាញ់ជាមួយនឹងខ្មែរទៀតនៅពេលដែលបាទមានកិច្ចប្រជុំនេះឡើងឬក៏យ៉ាងណាបងប្អូនអាចតាមដានបាទទាំងអស់គ្នាថាថៃវានៅតែរំលោភបំពាននៅលើបាទសិទ្ធិសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាបាទកងទ័ពខ្មែរយើងទៀតឬក៏យ៉ាងណាពុកម៉ែបងប្អូន